សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅមើលពីករណីសាក្សីសត្វសេកនៅក្នុងពិភពនៃការស៊ើបអង្កេតភាគច្រើនយើងធ្លាប់ឮអំពីសាក្សីជាមនុស្សប៉ុន្តែគេមិនធ្លាប់នឹកស្មានដល់ថាសត្វសេកមួយក្បាលវាអាចក្លាយជាសាក្សីដ៏សំខាន់បំផុតក្នុងការបំបីរឿងក្តីមួយនៅក្នុងករណីនេះសំឡេងរបស់សត្វសេកនិយាយត្រាប់តាមពាក្យសម្ដីមនុស្សវាបានក្លាយជាភស្តុតាងដ៏សំខាន់ដែលនាំឲ្យប៉ូលីសអាចបំបីរឿងក្តីអាចកំបាំងមួយដែលមិនសល់ទុករយៈពេល2ឆ្នាំជាងបានដោយជោគជ័យហើយមុននឹងចូលទៅដល់ករណីមួយនេះសូមចុច like ចុច subscribe ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទផងដែរដូច្នេះចង់នឹងថាតើសត្វសេកមួយក្បាលអាចជួយដល់ការស៊ើបអង្កេតករណីឃាតកម្មបានដោយរបៀបណាតើសត្វសេកនោះបាននិយាយអ្វីសូមស្ដាប់ករណីមួយនេះរហូតដល់ចប់អ្នកទាំងអស់គ្នានឹងបានដឹងសាច់រឿងទាំងមូលជាដំបូងខ្ញុំបាទសូមនិយាយដោយចាប់ផ្ដើមពីប្តីប្រពន្ធមួយគូពួកគេរស់នៅក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិកបុរសជាប្តីមានឈ្មោះថាម៉ាទីអាយុ45ឆ្នាំនិងស្ត្រីជាប្រពន្ធមានឈ្មោះថាហ្គាលីណាអាយុ46ឆ្នាំម៉ាទីនិងហ្គាលីណាជាប្តីប្រពន្ធដែលរៀបការជាលើកទី2មានន័យថាពួកគេសុទ្ធតែធ្លាប់រៀបការម្ដងរួចមកហើយនិងបន្សល់ទុកនៅកូន2នាក់ប៉ុន្តែបានលែងលះដូចគ្នានៅពេលរៀបការជាលើកទី2ម៉ាទីមានស្ថិរភាពផ្នែកហិរញ្ញវត្ថុចំណែកឯហ្គាលីណានាងក៏មានស្ថិរភាពផ្នែកហិរញ្ញវត្ថុដូចគ្នាព្រោះនាងមានការងារធ្វើនៅក្នុងផ្ទះរបស់ពួកគេមានចិញ្ចឹមសត្វសេកមួយក្បាលគឺសត្វសេកអាហ្វ្រិកសត្វសេកនោះគឺចេះនិយាយធ្វើត្រាប់តាមពាក្យសម្ដីនិងសម្លេងរបស់មនុស្សសត្វសេកនោះម៉ាទីធ្លាប់ចិញ្ចឹមវាតាំងពីពេលដែលគាត់រស់នៅជាមួយប្រពន្ធទី1ហើយនៅពេលដែលគាត់លែងលះនិងរៀបការជាលើកទី2ជាមួយហ្គាលីណាគាត់បានយកសត្វសេកនោះមកចិញ្ចឹមបន្តហើយការរស់នៅរបស់ម៉ាទីនិងហ្គាលីណាហាក់ដូចជាល្អប្រសើរប៉ុន្តែមិនយូរប៉ុន្មានបញ្ហាក៏ចាប់ផ្ដើមកើតឡើងមានថ្ងៃមួយម៉ាទីគាត់បានជួបនឹងគ្រោះថ្នាក់ការងារគាត់ត្រូវសម្រាប់ព្យាបាលហើយដោយសារហេតុផលនេះជីវិតរបស់គាត់មានការផ្លាស់ប្ដូរបន្តិចម៉ាទីមិនសូវចេញក្រៅទេគាត់ចំណាយពេលភាគច្រើនសម្រាប់នៅផ្ទះសូម្បីតែការងាររបស់គាត់ក៏មានការរអាក់រអួលដែរចំណែកឯប្រពន្ធរបស់គាត់គឺហ្គាលីណាវិញតាមពិតនាងបានធ្លាក់ចូលក្នុងការញៀនល្បែងចាក់លុយយ៉ាងខ្លាំងនាងតែចូលទៅលេងជាញឹកញាប់ហើយទម្លាប់នេះវាកាន់តែធ្ងន់ធ្ងរសម្រាប់នាងហ្គាលីណានាងតែចាញ់និងបាត់បង់លុយជាច្រើននៅខណៈពេលនោះសុខភាពរបស់ម៉ាទីបានធ្លាក់ចុះគាត់មិនអាចធ្វើការងារជាប្រចាំបានទេពីព្រោះរាងកាយរបស់គាត់មិនអាចទ្រាំទ្របានទៀតដូច្នេះគាត់ត្រូវជួបនឹងបញ្ហាផ្នែកហិរញ្ញវត្ថុការផ្គត់ផ្គង់នៅក្នុងគ្រួសារទាំងមូលបានធ្លាក់ចុះនៅពេលមនុស្សម្នាក់ជួបបញ្ហាផ្នែកហិរញ្ញវត្ថុប្រសិនបើមានការគាំទ្រឬការពិភាក្សារកដំណោះស្រាយពីគ្រួសារនោះវាប្រហែលជាអាចដោះស្រាយបាននិងអាចមានភាពល្អប្រសើរឡើងវិញប៉ុន្តែនៅក្នុងករណីនេះខណៈពេលដែលម៉ាទីជួបបញ្ហាផ្នែកហិរញ្ញវត្ថុប្រពន្ធគាត់គឺហ្គាលីណានាងមិនបានខ្វល់ពីបញ្ហានេះឡើយនាងគិតតែពីការលេងល្បែងនិងចំណាយប្រាក់យ៉ាងច្រើនទៅលើការចាញ់ហ្គាលីណាមិនត្រឹមតែមានទម្លាប់លេងល្បែងប៉ុណ្ណោះទេនាងថែមទាំងធ្លាក់ចូលក្នុងគ្រឿងញៀនថែមទៀតផងចំណុចគួរពិចារណាទូទៅការញៀនល្បែងនិងគ្រឿងញៀនមិនមែនជារឿងបែបកម្សាន្តទេប៉ុន្តែវាជារឿងតូចៗដែលអាចបំផ្លាញមនុស្សម្នាក់បានដោយស្ងាត់ៗវាអាចបំផ្លាញអ្នកបន្តិចម្ដងពីដំបូងអ្នកអាចគិតថាវាជារឿងធម្មតាប៉ុន្តែជាបន្តបន្ទាប់វានឹងនាំឲ្យបាត់បង់លុយកាក់បាត់បង់ជំនឿពីគ្រួសារនិងចុងក្រោយអាចបាត់បង់អ្វីដែលសំខាន់បំផុតគឺសេចក្តីសុខផ្ទាល់ខ្លួនដូច្នេះប្រសិនបើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងប្រឈមនឹងការញៀនបែបនេះសូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីអ្នកជំនាញឬអង្គការជួយសង្គ្រោះហើយការស្ងៀមស្ងាត់មិនមែនជាដំណោះស្រាយឡើយផ្ទុយទៅវិញការទទួលស្គាល់ការពិតអំពីការញៀនបែបនេះនិងឆ្ពោះទៅរកការស្វែងរកជំនួយឬដំណោះស្រាយគឺជាជំហានដ៏សំខាន់មួយក្នុងការស្ដារឡើងវិញនូវជីវិតដ៏ល្អប្រសើរហើយឥឡូវយើងនឹងត្រឡប់មកសាច់រឿងរបស់យើងវិញផ្
ផ្លូវចិត្តនិងអាកប្បកិរិយារបស់ហ្គាលីណាចាប់ផ្ដើមមានការផ្លាស់ប្ដូរដោយសារការញៀនល្បែងនិងគ្រឿងញៀនពេលខ្លះនាងមានកំហឹងខ្លាំងពេលខ្លះហាក់ដូចជារីករាយហើយពេលខ្លះទៀតនាងចង់សូម្បីតែបញ្ចប់ជីវិតខ្លួនឯងប៉ុន្តែទោះបីជាយ៉ាងណាជីវិតគ្រួសាររបស់ពួកគេនៅតែដំណើរការជាធម្មតាហើយតាមពិតសូម្បីតែផ្ទះនិងរថយន្តរបស់ពួកគេក៏ស្ថិតក្នុងស្ថានភាពបង់រំលោះផងដែរដូច្នេះការធ្លាក់ចុះនៅសុខភាពនិងការងាររបស់ម៉ាទីរួមទាំងការចំណាយប្រាក់ទៅលើការលេងល្បែងរបស់ហ្គាលីណាវាបាននាំឲ្យពួកគេគ្មានលទ្ធភាពក្នុងការរំលោះផ្ទះនិងរថយន្តបន្តជាហេតុដែលធ្វើឲ្យធនាគារចាប់ផ្ដើមតាក់ទងមកពួកគេរហូតដល់មានថ្ងៃមួយមន្ត្រីធនាគារបានទៅដល់ផ្ទះរបស់ពួកគេហើយប្រាប់ថាផ្ទះនិងរថយន្តរបស់ពួកគេនឹងត្រូវរឹបអូសពីព្រោះពួកគេមិនបានបង់ប្រាក់រយៈពេលជាច្រើនខែមកហើយសម្រាប់ម៉ាទីនៅពេលដែលឮមន្ត្រីធនាគារប្រាប់បែបនេះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បាននិយាយប្រាប់ខាងធនាគារថាគាត់បានផ្ដល់ប្រាក់ឲ្យប្រពន្ធរបស់គាត់សម្រាប់បង់រំលោះឲ្យធនាគារជារៀងរាល់ខែហើយប្រពន្ធគាត់ហ្គាលីណានាងក៏បានប្រាប់គាត់ថាបានបង់ឲ្យធនាគាររួចហើយដែរចុះហេតុអ្វីបានជាខាងធនាគារនិយាយថាពួកគេខកខានក្នុងការបង់ប្រាក់ម៉ាទីបានព្យាយាមសួរនាំហ្គាលីណាអំពីរឿងនេះប៉ុន្តែតាមពិតហ្គាលីណានាងពិតជាមិនបានបង់ប្រាក់ឲ្យធនាគារពិតមែនតាមពិតប្រាក់ដែលម៉ាទីផ្ដល់ឲ្យនាងសម្រាប់បង់រំលោះនោះគឺនាងបានយកទៅលេងល្បែងហើយនាងក៏ហៅថាបានបង់ឲ្យធនាគាររួចរាល់នៅក្នុងគ្រួសារមួយភាពស្មោះត្រង់គឺសំខាន់ណាស់ការកុហកតូចៗវាអាចនាំឲ្យបាត់បង់ជំនឿពីសមាជិកគ្រួសារនិងអាចបំផ្លាញជីវិតគ្រួសារបានយ៉ាងងាយប្រសិនបើមិនត្រូវបានដោះស្រាយនៅក្នុងករណីនេះក៏ដូចគ្នាហ្គាលីណាបានយកប្រាក់ដែលត្រូវបង់ឲ្យធនាគារទៅលេងល្បែងអស់និងកុហកថាបានបង់ឲ្យធនាគាររួចរាល់ហើយនៅពេលដែលរឿងទាំងនេះត្រូវបានបែកការនិងគ្មានដំណោះស្រាយជីវិតគ្រួសាររបស់ពួកគេត្រូវបានផ្លាស់ប្ដូរទាំងស្រុងបញ្ហាចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់ហើយទម្លាប់លេងល្បែងរបស់ហ្គាលីណានៅតែបន្តនិងបាននាំឲ្យគ្រួសារទាំងមូលធ្លាក់ចុះយ៉ាងខ្លាំងបញ្ហាមិនត្រូវបានបញ្ចប់ឡើយរហូតដល់ថ្ងៃទី13ខែឧសភាឆ្នាំ2015ការប្រែប្រួលថ្មីមួយបានកើតឡើងចំពោះគ្រួសារម៉ាទីនិងហ្គាលីណាអ្វីដែលប្រែប្រួលនោះគឺថាម៉ាទីនិងហ្គាលីណាពួកគេមិនបានចេញពីផ្ទះរយៈពេល2ថ្ងៃហើយពួកគេស្ថិតនៅក្នុងផ្ទះខណៈពេលដែលកូនរបស់ពួកគេគឺស្ថិតនៅផ្ទះសាច់ញាតិអ្នកជិតខាងបានសង្កេតឃើញពីភាពចម្លែករបស់គ្រួសារនេះជាធម្មតាអ្នកជិតខាងតែងតែឃើញសមាជិកគ្រួសារនេះចេញពីផ្ទះឬត្រឡប់មកវិញឬយ៉ាងហោចណាស់ម្ដងម្កាលពួកគេឈរនៅខាងក្រៅឬចេញចូលផ្ទះប៉ុន្តែរយៈពេល2ថ្ងៃចុងក្រោយនេះមិនមានអ្នកជិតខាងណាម្នាក់បានឃើញប្តីប្រពន្ធមួយគូនេះឡើយអ្នកជិតខាងចាប់ផ្ដើមមានអារម្មណ៍ថាជារឿងមិនធម្មតាព្រោះរឿងបែបនេះមិនដែលកើតឡើងពីមុនមកឡើយដូច្នេះអ្នកជិតខាងបានសម្រេចចិត្តនាំគ្នាចូលទៅក្នុងផ្ទះដើម្បីមើលថាតើមានរឿងអ្វីកើតឡើងចំពោះគ្រួសារម៉ាទីនិងហ្គាលីណាអ្នកជិតខាងបានចូលទៅគោះទ្វារហើយឃើញថាមិនមានការឆ្លើយតបពីខាងក្នុងឡើយប៉ុន្តែទ្វារមិនបានចាក់សោនោះទេនៅពេលដែលអ្នកជិតខាងចូលដល់ក្នុងផ្ទះស្រាប់តែពួកគេបានប្រញាប់ខលទៅប្តឹងប៉ូលីសឲ្យមកផ្ទះនោះជាបន្ទាន់ចំណែកឯប៉ូលីសបន្ទាប់ពីទទួលបានការរាយការណ៍គេបានប្រញាប់មកផ្ទះម៉ាទីនិងហ្គាលីណាភ្លាមបន្ទាប់មកប៉ូលីសបានរកឃើញជនរងគ្រោះ2នាក់គឺម៉ាទីនិងហ្គាលីណាប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាម៉ាទីបានបាត់បង់ជីវិតចំណែកឯហ្គាលីណាវិញនាងមានគ្រោះថ្នាក់ដូចគ្នាប៉ុន្តែនាងនៅមានជីវិតហើយប៉ូលីសបានបញ្ជូនហ្គាលីណាទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលាប៉ូលីសបានចាប់ផ្ដើមបើកការស៊ើបអង្កេតជុំវិញករណីនេះអ្នកស៊ើបអង្កេតបានសន្និដ្ឋានថាជាករណីធ្វើអត្តឃាតប៉ុន្តែអ្វីដែលចោទជាសំណួរនោះគឺថាតើហេតុអ្វីបានជាមានម្នាក់នៅរស់ហើយរឿងនេះមិនទាន់អាចបញ្ជាក់បានទេមនុស្សដែលអាចបញ្ជាក់បានគឺមានតែហ្គាលីណាម្នាក់គត់ដូច្នេះប៉ូលីសបានរងចាំរហូតដល់គ្រូពេទ្យបញ្ជាក់ថាហ្គាលីណាមានស្ថិរភាពនិងអាចនិយាយបានបន្ទាប់មកគ្រូពេទ្យបានអនុញ្ញាតឲ្យប៉ូលីសចូលទៅយកសេចក្តីថ្លែងការណ៍ពីហ្គាលីណាប៉ុន្តែប៉ូលីសមិនទទួលបានអ្វីសោះនៅក្នុងសេចក្តីថ្លែងការណ៍របស់ហ្គាលីណានាងបាននិយាយថាមានការភ្លេចភ្លាំងនិងមិនចងចាំថាមានរឿងអ្វីកើតឡើងទេនាងស្រឡាញ់ប្តីស្មើនឹងជីវិតនាងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ប្តី
បន្ទាប់មកប៉ូលីសបានធ្វើការស៊ើបអង្កេតពេញលេញនៅក្នុងផ្ទះរបស់ពួកគេពិនិត្យគ្រប់យ៉ាងដោយលម្អិតទាំងអស់ដើម្បីស្វែងរកភស្តុតាងឬសញ្ញាណាមួយដែលអាចជួយពួកគេក្នុងការស៊ើបអង្កេតប៉ុន្តែជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលពួកគេរកមិនឃើញអ្វីសោះមិនមានស្នាមបាក់បែកគ្រឿងសង្ហារិមគ្មានសញ្ញានៃការចូលប្លន់ឡើយទាំងអស់មើលទៅដូចជាផ្ទះធម្មតាមួយការវិភាគស្នាមម្រាមដៃនិងសំណាក DNA ក៏គ្មានភស្តុតាងណាមួយដែលអាចបង្ហាញពីជនសង្ស័យដែរប៉ូលីសបានសួរអ្នកជិតខាងសាច់ញាតិនិងកូនរបស់ប្តីប្រពន្ធនេះប៉ុន្តែនៅតែមិនទទួលបានតម្រុយអ្វីសោះដោយមនុស្សគ្រប់គ្នាបានឲ្យចម្លើយដូចគ្នាគឺពួកគេមិនបានឃើញនរណាម្នាក់ចូលទៅក្នុងផ្ទះនោះឡើយសូម្បីតែសំឡេងការឆ្លោះគ្នាក៏មិនមាននរណាម្នាក់បានឮដែរប៉ូលីសបានដាក់ការសង្ស័យថាករណីនេះប្រហែលជាជាប់ពាក់ព័ន្ធជាមួយហ្គាលីណាព្រោះគេបានស៊ើបអំពីប្រវត្តិគ្រួសារនេះហើយឃើញថាហ្គាលីណាជាមនុស្សម្នាក់ធ្លាប់ប្រើប្រាស់គ្រឿងញៀននិងមានទម្លាប់នៃការលេងល្បែងជាប្រចាំដោយដែលខ្ញុំបាននិយាយមកពីខាងលើប៉ុន្តែហេតុផលទាំងនេះមិនអាចភ្ជាប់នាងជាជនសង្ស័យបានឡើយប៉ូលីសត្រូវតែមានភស្តុតាងផ្ទាល់និងរឹងមាំជាងនេះខណៈពេលដែលការស្វែងរកភស្តុតាងមិនមានតម្រុយសោះប៉ូលីសថែមទាំងបានប្រកាសថានឹងផ្ដល់រង្វាន់សម្រាប់នរណាម្នាក់ដែលអាចផ្ដល់ព័ត៌មានរហូតដល់អាចបំបីក្តីមួយនេះប៉ុន្តែទោះបីជាបែបហ្នឹងក៏នៅតែគ្មានភស្តុតាងឬតម្រុយណាមួយឡើយអ្នកស៊ើបអង្កេតបានពិនិត្យព័ត៌មានទូរស័ព្ទនិងប្រវត្តិហៅទូរស័ព្ទទាំងអស់របស់ម៉ាទីនិងហ្គាលីណាហើយសូម្បីតែការពិនិត្យទីតាំងទូរស័ព្ទដៃក៏នៅតែគ្មានប្រយោជន៍មិនមានតម្រុយណាមួយដែលអាចយកធ្វើជាភស្តុតាងបានឡើយក្នុងអំឡុងពេលនោះស្ថានភាពផ្លូវចិត្តរបស់ហ្គាលីណាបានធ្លាក់ចុះយ៉ាងខ្លាំងប៉ូលីសបានព្យាយាមនិយាយជាមួយនាងជាបន្តបន្ទាប់ប៉ុន្តែជាញឹកញាប់នាងតែនិយាយថាមានការភ្លេចភ្លាំងនិងមិនចងចាំអ្វីទាំងអស់នៅថ្ងៃនោះពេលខ្លះនាងនឹងចាប់ផ្ដើមយំជាហេតុដែលធ្វើឲ្យប៉ូលីសមិនអាចសួរនាំនាងបានដោយត្រឹមត្រូវឡើយហើយបញ្ហាដដែលនេះនៅតែបន្តខណៈពេលដែលការស៊ើបអង្កេតក៏នៅតែបន្តដូចគ្នាដោយការស៊ើបអង្កេតករណីនេះត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនខែហើយសូម្បីតែរហូតដល់ដើមឆ្នាំ2016ក៏នៅតែគ្មានតម្រុយរយៈពេល1ឆ្នាំបានកន្លងផុតទៅការបាត់បង់ជីវិតរបស់ម៉ាទីនៅតែជាអាថ៌កំបាំងខណៈពេលដែលប្រពន្ធរបស់គាត់គឺហ្គាលីណានៅតែសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យប៉ុន្តែនៅពេលនោះមានរឿងចម្លែកដ៏នឹកស្មានមិនដល់មួយបានកើតឡើងដែលនឹងបង្វែរការស៊ើបអង្កេតរបស់ប៉ូលីសទាំងស្រុងរឿងនោះគឺពាក់ព័ន្ធជាមួយនឹងសត្វសេកដែលម៉ាទីចិញ្ចឹមនៅក្នុងផ្ទះសត្វសេកនោះគឺម៉ាទីធ្លាប់ចិញ្ចឹមតាំងពីគាត់រស់នៅជាមួយប្រពន្ធដំបូងហើយបន្ទាប់ពីការលែងលះជាមួយប្រពន្ធដំបូងមករៀបការជាមួយហ្គាលីណាម៉ាទីគាត់បានយកសត្វសេកនោះមកចិញ្ចឹមបន្តដូច្នេះបន្ទាប់ពីគាត់បាត់បង់ជីវិតហើយហ្គាលីណាត្រូវសម្រាកនៅមន្ទីរពេទ្យប្រពន្ធដំបូងរបស់គាត់ដែលមានឈ្មោះថាគ្រីស្ទីណានាងបានមកនាំយកសត្វសេកនោះទៅចិញ្ចឹមនៅក្នុងផ្ទះរបស់នាងវិញហើយដោយដែលខ្ញុំបាននិយាយមកពីខាងលើអញ្ចឹងសត្វសេកនោះគឺចេះនិយាយធ្វើត្រាប់តាមពាក្យសម្ដីរបស់មនុស្សបន្ទាប់ពីគ្រីស្ទីណាយកសត្វសេកនោះទៅផ្ទះរបស់នាងសេកនោះបាននិយាយពាក្យមួយចំនួនដែលចម្លែកពីដំបូងគ្រីស្ទីណានាងមិនចាប់អារម្មណ៍ទេប៉ុន្តែយូរទៅនាងបានសង្កេតឃើញថាសត្វសេកនោះនិយាយតែពាក្យដដែលជាភាសាអង់គ្លេសពាក្យទី1គឺបិទមាត់ទី2គឺកុំធ្វើដូច្នេះនិងពាក្យទី3គឺទេបិទមាត់ឥឡូវនេះហើយគ្រីស្ទីណានាងចាប់ផ្ដើមចាប់អារម្មណ៍លើពាក្យទាំងនេះគ្រីស្ទីណាធ្លាប់ចិញ្ចឹមសត្វសេកនោះជាមួយម៉ាទីហើយនាងក៏ដឹងថាវាចូលចិត្តធ្វើត្រាប់តាមពាក្យសម្ដីរបស់មនុស្សប៉ុន្តែពាក្យទាំងនេះហាក់ដូចជាចម្លែកណាស់គ្រីស្ទីណាបានថតវីដេអូសត្វសេកនិយាយពាក្យទាំងនេះហើយចែករំលែកទៅឲ្យប៉ុស្តិ៍ទូរទស្សន៍រួមទាំងនៅក្នុងបណ្ដាញសង្គមផងដែរហើយវីដេអូសត្វសេកនោះក៏ចាប់ផ្ដើមល្បីខ្លាំងរហូតទៅដល់ដៃប៉ូលីសដឹងយ៉ាងច្បាស់ថាសត្វសេកនោះគឺត្រូវបានគ្រីស្ទីណាដែលជាអតីតប្រពន្ធរបស់ម៉ាទីយកទៅចិញ្ចឹមបន្តហើយសំឡេងសត្វសេកនោះវាហាក់ដូចជាសំឡេងពិតនៅពេលកើតហេតុដូច្នេះប៉ូលីសបានប៉ាន់ស្មានថាប្រហែលជាសត្វសេកនោះបានចម្លងសំឡេងរបស់ម៉ាទីនៅវិនាទីចុងក្រោយមុនបាត់បង់ជីវិតប៉ូលីសបានទៅសួរនាំគ្រីស្ទីណាអំពីរឿងនេះដោយចង់ដឹងថាតើសត្វសេកនោះព្យាយាមនិយាយត្រាប់តាមសំឡេងអ្នកណាហើយគ្រីស្ទីណាបាននិយាយប្រាប់ថាចាប់តាំងពីនាងយកសត្វសេកនោះពីផ្ទះរបស់ម៉ាទីវិញសត្វសេកនោះតែនិយាយពាក្យទាំងនេះដដែលនាងគិតថាប្រហែលជាវាព្យាយាមនិយាយតាមសំឡេងរបស់ម៉ាទីប៉ុន្តែពីដំបូងនាងមិនហ៊ាន
យកសត្វសេកនោះទៅដល់ប៉ុស្តិ៍ប៉ូលីសទេនាងគិតថាវាជារឿងដ៏គួរឲ្យអស់សំណើចប្រសិនបើនាងយកសត្វសេកទៅធ្វើជាសាក្សីដូច្នេះទើបនាងសម្រេចចិត្តថតវីដេអូសត្វសេកកំពុងនិយាយពាក្យទាំងនេះរួចផ្ញើទៅឲ្យប៉ុស្តិ៍ទូរទស្សន៍និងចែករំលែកនៅក្នុងបណ្ដាញសង្គមចំណែកឯប៉ូលីសបន្ទាប់មកគេចាប់ផ្ដើមវិភាគថាប្រសិនបើសត្វសេកនោះព្យាយាមនិយាយត្រាប់តាមសំឡេងរបស់ម៉ាទីតើពាក្យបិទមាត់និងពាក្យកុំធ្វើដូច្នេះម៉ាទីកំពុងនិយាយជាមួយអ្នកណាប៉ូលីសចាប់ផ្ដើមវិភាគពាក្យសម្ដីទាំងនេះហើយគិតថាមនុស្សអាចនិយាយពាក្យទាំងនេះចេញមកប្រហែលជាគេចង់និយាយទៅកាន់នរណាម្នាក់ដែលគេស្គាល់ប៉ុណ្ណោះដូច្នេះប៉ូលីសបានដាក់ការសង្ស័យថាពាក្យទាំងនេះប្រហែលជាម៉ាទីព្យាយាមនិយាយទៅកាន់ហ្គាលីណាហើយពាក្យសម្ដីរបស់សត្វសេកនេះវាបានคล้ายជាសក្ខីកម្មដ៏សំខាន់សម្រាប់ប៉ូលីសប៉ុន្តែអ្វីដែលជាបញ្ហាប៉ូលីសដឹងថាគេមិនអាចយកសត្វសេកមួយក្បាលទៅធ្វើជាសាក្សីនៅក្នុងតុលាការបានឡើយគឺត្រូវតែមានភស្តុតាងរឹងមាំជាងនេះបន្ទាប់មកប៉ូលីសបានហៅហ្គាលីណាមកធ្វើការសួរនាំបន្ថែមប៉ូលីសបានព្យាយាមបញ្ចុះបញ្ចូលឲ្យនាងសារភាពដោយលើកអំណាងអំពីពាក្យសម្ដីរបស់សត្វសេកថាវាកំពុងព្យាយាមនិយាយត្រាប់តាមសំឡេងរបស់ម៉ាទីប៉ុន្តែពីដំបូងហ្គាលីណានាងតែងតែផ្លាស់ប្ដូរប្រធានបទឬបដិសេធមិនឲ្យចម្លើយច្បាស់ហើយដោយហេតុផលនេះប៉ូលីសនៅតែមិនទាន់អាចយកចម្លើយពីហ្គាលីណាបានដោយពេលវេលាចេះតែកន្លងទៅប៉ូលីសបានសួរចម្លើយហ្គាលីណាដោយការបញ្ចុះបញ្ចូលជាច្រើនលើកច្រើនសារហើយការបរិច្ឆេទបានឈានចូលដល់ឆ្នាំ2017រហូតដល់មានថ្ងៃមួយទើបហ្គាលីណានាងយល់ព្រមសារភាពថានាងពិតជាជាប់ពាក់ព័ន្ធនាងបានបញ្យល់ថាផ្នែកហិរញ្ញវត្ថុរបស់ពួកគេស្ថិតក្នុងស្ថានភាពអាក្រក់ណាស់នៅសហរដ្ឋអាមេរិកម៉ាទីបានធ្លាក់ខ្លួនការងារមិនថិតថេរការបង់ប្រាក់ធនាគារបានរអាក់រអួលហើយនាងបានធ្លាក់ចូលក្នុងការញៀនល្បែងដោយម៉ាទីតែងតែព្យាយាមទប់ស្កាត់នាងនេះជាចំណុចសំខាន់ដែលនាងមានការខឹងសម្បារនាងមានអារម្មណ៍តានតឹងនិងអស់សង្ឃឹមនាងចង់បញ្ចប់ជីវិតជាមួយម៉ាទីប៉ុន្តែមិននឹកស្មានថានាងបែរជានៅរស់ចំណុចគួរពិចារណាការរៀនអំពីកំហុសអតីតកាលដើម្បីកែលម្អខ្លួនឡើងវិញគឺជាចំណុចល្អប្រសើរនិងជាជំហានដ៏សំខាន់ក្នុងការចាប់ផ្ដើមជីវិតថ្មីមនុស្សគ្រប់គ្នាអាចមានកំហុសប៉ុន្តែប្រសិនបើមិនកែប្រែនិងមិនស្ដាប់ការណែនាំល្អៗពីអ្នកដទៃផ្ទុយទៅវិញបែរជាយកកំហុសនោះទៅបញ្ឆេះជាកំហឹងឬការសងសឹកនោះវាអាចនឹងបង្កើតជាកំហុសថ្មីមួយទៀតដែលអាចនឹងធ្ងន់ធ្ងរជាកំហុសមុននៅក្នុងករណីនេះក៏ដូចគ្នាហ្គាលីណាបានធ្វើកំហុសធ្លាក់ចូលក្នុងការញៀនល្បែងនិងគ្រឿងញៀនហើយនាងមិនស្ដាប់ការណែនាំពីម៉ាទីផ្ទុយទៅវិញបែរជាមានការខឹងសម្បាររហូតដល់ធ្លាក់ខ្លួនคล้ายជាឃាតករហើយបន្ទាប់ពីការសារភាពរបស់ហ្គាលីណាប៉ូលីសបានកសាងសំណុំរឿងនិងបញ្ជូនខ្លួននាងទៅកាន់តុលាការបន្ទាប់មកនៅថ្ងៃទី28ខែសីហាឆ្នាំ2017គឺបន្ទាប់ពីថ្ងៃកើតហេតុរយៈពេល2ឆ្នាំជាងតុលាការបានសម្រេចកាត់ទោសឲ្យហ្គាលីណាជាប់ពន្ធនាគារអស់មួយជីវិតនិងគ្មានលទ្ធភាពនៃការដោះលែងអ្វីដែលមិននឹកស្មានដល់និងមិនគួរឲ្យជឿនៅក្នុងករណីនេះគឺប៉ូលីសអាចបំបែកក្តីមួយនេះនិងអាចដាក់សម្ពាធឲ្យហ្គាលីណាយល់ព្រមសារភាពដោយមានជំនួយពីសត្វសេកមួយក្បាលបើសិនជាមិនមានសត្វសេកនោះទេប្រហែលជាមិនមានអ្វីដែលអាចនិយាយឡើងវិញនៅពាក្យសម្ដីរបស់ម៉ាទីបានឡើយដូច្នេះទើបករណីមួយនេះត្រូវបានគេនិយាយថាសត្វសេកនោះគឺជាសាក្សីដ៏សំខាន់ដែលអាចនាំទៅរកការបំបែកក្តីចុងក្រោយនេះខ្ញុំបាទចង់និយាយថាជីវិតគ្រួសារមិនមែនផ្ដោតសំខាន់ទៅលើលុយតែមួយមុខនោះទេប៉ុន្តែវាត្រូវការសេចក្តីស្រឡាញ់ពិតការយល់ចិត្តនិងជួយគ្នាភាពស្មោះត្រង់ការគាំទ្រនិងការយកចិត្តទុកដាក់ចំពោះគ្នានៅពេលសមាជិកម្នាក់ធ្លាក់ខ្លួនឬប្រឈមនឹងបញ្ហាយើងគួរជួយគ្នាមិនមែនទុកគ្នាចោលហើយគិតតែពីអារម្មណ៍ខ្លួនឯងនិងតម្រូវការខ្លួនឯងឡើយនៅពេលមនុស្សម្នាក់មានអារម្មណ៍ថាទទួលបានភាពកក់ក្ដៅពីមនុស្សជិតខ្លួននោះក្តីសង្ឃឹមនឹងត្រឡប់មកវិញការយល់ចិត្តនិងស្វែងរកដំណោះស្រាយដែលសមស្របវាអាចនាំឲ្យអ្វីៗត្រឡប់មកល្អប្រសើរវិញបានទោះស្ថិតក្នុងស្ថានភាពលំបាកប៉ុណ្ណាក៏ដោយសេចក្តីស្រឡាញ់និងការយល់ចិត្តជាថ្នាំសម្រាប់បេះដូងវាអាចសង្គ្រោះគ្រួសារមួយពីការបែកបាក់ហើយអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់ឲ្យក្លាយទៅជាល្អប្រសើរជាងមុនហើយសម្រាប់អ្នកទាំងអស់គ្នាតើមានមតិយោបល់យ៉ាងណាខ្លះចំពោះករណីមួយនេះអ្នកទាំងអស់គ្នាអាចចូលរួម comment នៅខាងក្រោមបានខ្ញុំបាទក៏
សូមបញ្ចប់ករណីមួយនេះត្រឹមហ្នឹងជាចុងក្រោយសូមកុំភ្លេចជួយចុច like វីដេអូនេះនិង Subscribe ក៏ដូចជា comment ពាក្យល្អៗដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទផងដែរជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អសូមអរគុណជួបគ្នានៅវីដេអូក្រោយ